សួស្តីបងប្អូនទាំងគ្នាឥឡូវយើងជួបគ្នាម្ដងទៀតយើងចំណាយពេលត្រឹមតែ2-3នាទីដើម្បីដោះស្រាយលំហាត់ thermodynamic នេះមួយហើយលំហាត់នេះដែរលោកគ្រូដោះស្រាយបែបខ្លីមួយទៀតអត់វែងឲ្យសាំញ៉ាំទេបាទឥឡូវយើងមុននឹងយើងដោះស្រាយយើងអានប្រធានម្ដងសិនមកឬក៏ពីរដងដើម្បីឲ្យច្បាស់នៅប្រធានដែលគេប្រាប់បំរាប់អ្វីខ្លះជាងយើងមើលលំហាត់របស់យើងឧស្ម័នបរិសុទ្ធមួយនៅគណៈដើមមាន PI VI TI ដំណើរការក្នុង1វ៉ាត់ដោយបង្ហាញនៅក្នុងរូបករើកំមន់សរុបដែលបំពេញដោយឧស្ម័នក្នុង1វ៉ាត់សម្រាប់1ម៉ូលនៃឧស្ម័នបរិសុទ្ធនៅសីតុណ្ហភាព0°C ខគណនីកម្ដៅក្នុង1វ៉ាត់ចឹងយើងមើលយ៉ាងកណ្ដាលរបស់យើងបំលែងពី A ទៅ B ដែលនៅត្រង់ចំណុច A មាន PI VI នេះសម្ពាធ PI មានរបស់វាគឺ VI នៅត្រង់ចំណុច B P ស្មើជាមួយនឹង 3 PI ហើយមានរបស់វាក៏ស្មើ PI ចឹងនៅត្រង់ចំណុចនីមួយៗ A B C ហ្នឹងគេប្រាប់ហើយចឹងយើងដើម្បីដោះស្រាយរើកំមន់សរុបបាទដើម្បីរើកំមន់សរុបបានយើងត្រូវអនុវត្តរើឲ្យឃើញតែកាឡាផ្ទៃសន្ធិដ្ឋនៅក្នុងរាងចតុកោណកែងរបស់យើងហ្នឹងពី A ទៅ B ពី B ទៅ C ពី C ទៅ D ពី D មក A មកគឺជារួចជាការស្រេចហើយចាឥឡូវយើងដោះស្រាយរើកំមន់សរុបទាំងអស់គ្នាចឹងយើងទៅខ្សែរូបមន្តរបស់យើងមកបាទកំមន់សរុបកំមន់សរុបកំមន់សរុបសរុបគឺទៅអ្វីចឹងកាឡាផ្ទៃនៅរាងចតុកោណកែងរបស់យើងយកមកប្រវែងពី A ទៅ B ប្រវែងពី A ទៅ B បាទប្រវែងពី A ទៅ B នេះពី A ទៅ B ចឹងប្រវែងពី A ទៅ B យើងរើបានយ៉ាងម៉េចយើងយក 3PI ដកជាមួយនឹង PI ចេញចឹងយើងឃើញប្រវែងពី A ទៅ B ចឹងយើងរកចន្លោះពី A ទៅ B ហ្នឹងគឺយកបាទយើងយកតែម្ដងទៅឥឡូវគូសុំសរសេរព្រមទៀតគឺ PB ប្រវែងពី A PB ដកជាមួយនឹងនេះប្រវែងសម្ពាធ PB គឺ 3PI ហ្នឹងដកជាមួយនឹង PA PA គឺស្មើនឹង PI ដកជាមួយនឹង PA គុណឲ្យបាទប្រវែងនេះគឺ VD គុណឲ្យ VD ដកជាមួយនឹងមាត្រប្រវែងនេះគឺ VI ចឹងយើងឃើញបាទគឺយើងឃើញកន្លែងនេះមានន័យថាប្រវែងនេះគឺជាបំរាមរួមមាត្រដល់ពេលប្រវែងនេះគឺជាបំរាមរួមសម្ពាធបាទចឹងយើងគុណវាមកឃើញហើយចឹងយើងបានជំនួសវាមក PB ស្មើ 3PI 3PI PA គឺស្មើជាមួយនឹង PI បាទ PA ស្មើនឹង PI ចឹងយើងទៅសេវាមក PI បាទតមកតា VD របស់យើងគឺស្មើជាមួយនឹង 3VI តមកទៀតបាទ VA គឺស្មើជាមួយនឹង VI បាទស្មើនឹង VI ចឹងយើងធ្វើផោដកវាមកហើយយើងគុណគ្នាទៅអានេះបាន 2PI ដកឲ្យ2សំទោសគុណបាទគុណឲ្យ 2VI ចឹងយើងបាន4ដងនៃ PI តមកទៀតយើងមានគេអត់ប្រាប់ P និង V មកទេប៉ុន្តែយើងដឹងថា PV ស្មើនឹង NRT នេះយើងមានសមីការឧស្ម័នបរិសុទ្ធរបស់យើងគឺ PV ស្មើ NRT ចឹងដោយ N គេប្រាប់មកស្មើនឹង1ម៉ូល N ស្មើ1ម៉ូល T ស្មើនឹង0°C ចឹងយើងអាចរកបានហើយយើងបាន4ដងគុណឲ្យ N គុណឲ្យ A គុណឲ្យតែចឹងយើងធ្វើការចំនួនតែម្ដងទៅ4គុណនឹង n របស់យើងគឺស្មើបាទ n គឺស្មើនឹង1 n គឺស្មើនឹង1នេះ n គឺស្មើនឹង1មកចំនួនលេខវាមក n ស្មើ1 a តម្លៃរបស់យើងគឺ 8.31 តែគឺយើងយក0បូកឲ្យ 2.73 0បូកឲ្យ 2.73 បាទចឹងយើងធ្វើការគុណលេខទៀតមកយើងគុណលេខនេះទៀតយើងយក4គុណឲ្យ 3.31 4គុណឲ្យ
8.31 គុណឲ្យបាទយើងគុណឲ្យ273មកពេលនោះយើងនឹងឃើញចម្លើយគឺ9074បាទ9074មើលក៏ទៅវាទៀតមក252ចឹងសំណួររបស់យើងសម្រាប់សំណួរកយើងដោះស្រាយតាមនោះខ្លីទេប៉ុន្តែបើសិនជាយើងដោះស្រាយតាមមុំចង់រកកំណត់សរុបយើងអាចដោះស្រាយមួយរបៀបទៀតបានប៉ុន្តែរបៀបនេះគឺវែងនេះយើងដោះស្រាយតាម W សរុបរបស់យើងគឺស្មើជាមួយនឹង W ពី A ទៅ B BC CD DA ចឹងគឺយើងរកកំណត់ពី A ទៅ B ឲ្យឃើញបូកជាមួយនឹងកំណត់ពី B ទៅ C បូកជាមួយនឹងកំណត់ពី C ទៅ D បាទពី C ទៅ D មួយមកបូកជាមួយនឹងកំណត់ពី D មក A ពេលហ្នឹងក៏យើងឃើញកំណត់សរុបដូចគ្នាដែរបាទអញ្ចឹងសំណួរកយើងដោះស្រាយត្រឹមប៉ុណ្ណឹងគឺចប់រួចរាល់ហើយជាយើងអាចធ្វើមួយរបៀបទៀតណារបៀបនេះដើម្បីទីមតចន្លោះក៏បានដែរសំណួរខគេថាកណនីកំណត់ថាពោក្នុងមួយវត្តជាយើងកណនខកណនីថាពោក្នុងមួយវត្តហ្នឹងឬក៏ហៅថាមួយជុំហ្នឹងបាទអញ្ចឹងយើងដឹងហើយបំលែងរបស់យើងគឺជាបំលែងគេនេះបំលែងរបស់យើងគឺជាបំលែងបិទដែលពី A ទៅ B ពី B ទៅ C ពី C មក D ពី D មក A វិញអញ្ចឹងបំលែងបែបនោះហៅថាបំលែងបិទដែលវាធ្វើការទៅមួយជុំឬក៏ហៅថាបំលែងបែប reversible បាទអញ្ចឹងយើងត្រូវដឹងលក្ខខណ្ឌមួយដើម្បីរកកម្ដៅយើងត្រូវអនុវត្តតាមច្បាប់ទី1ទាំងមួយមិនអញ្ចឹងយើងដាក់មកតាមច្បាប់ទី1ទាំងមួយមិនទី1ទាំងមកអ៊ីណាមិកឌីណាមិកអញ្ចឹងយើងសេបានតែគុយស្មើនឹង delta U បូកឲ្យ W អញ្ចឹងបងអូនត្រូវដឹងដែរចំពោះបំលែងបិទរបស់យើងគឺ delta U គឺស្មើ0ជានិច្ចបាទស្មើ0ជានិច្ចកន្លែងនេះក៏មានការស្រាយដែរបើយើងស្រាយយើងអាចស្រាយបានថា delta U ស្មើនឹង3លើក2 NR TA ដក TA ហើយយើងថាយក TA ដក TA ពីព្រោះបំលែងរបស់យើងចាប់ផ្ដើមចេញពីណាទៅចាប់ផ្ដើមចេញពី A ទៅដល់ B បាទអញ្ចឹងពី B ទៅ C ពី C មក D ពី D មក A វិញអញ្ចឹងមានថាកន្លែងដែលទីតាំងដើមគឺទីតាំង A ទីតាំងស្រេចក៏ទីតាំង A ដែរអញ្ចឹងយើងយក T ស្រេចដក T ដើម T ដើមគឺ TA T ស្រេចក៏ TA ដែរអញ្ចឹងយើងបាន TA ដក TA គឺស្មើ0បាទហ្នឹងហើយគឺជាហេតុដែល delta U ក្នុងម្រិតគឺស្មើ0អញ្ចឹងយើងបានគួយរបស់យើងគឺស្មើនឹង W អញ្ចឹង W ដែលយើងកណនីឃើញសំណួរករួចហើយគឺស្មើនឹង 9074.52 បាទអញ្ចឹងចម្លើយរបស់យើងគឺមានត្រឹមតែប៉ុណ្ណឹងខ្លីៗហើយងាយយល់ទេបើសិនជាបងប្អូនឆ្ងល់កន្លែងណាសូមចូល comment នៅក្នុង YouTube បងប្អូននឹងឆ្លើយតបអញ្ចឹងកុំភ្លេចចុច Subscribe និងដាក់សញ្ញាហ្នឹងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀត